សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញតំបន់ទេសចរសំខាន់មួយក្នុងខេត្តសៀមរាបគឺសហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកដែលមានទីតាំងស្ថិតនៅជិតក្រុងសៀមរាបបើយើងធ្វើដំណើរពីភ្នំពេញទៅសៀមរាបនឹងមកដល់ឃុំកំពង់ភ្លុកមុនដោយបត់ឆ្វេងចូលពីផ្លូវជាតិលេខ6ប្រហែលជា50នាទីសម្រាប់ទីតាំងច្បាស់លាស់បងប្អូនអាច search នៅក្នុង Google Map ខ្ញុំនឹងដាក់ map ជូននៅក្នុង comment ខាងក្រោមពេលមកដល់ចំណតទូកយើងត្រូវប្រើពេលប្រហែល20នាទីទៀតដើម្បីចូលទៅដល់សហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកហើយសម្រាប់តម្លៃទូកចូលក្នុងសហគមន៍គឺទៅតាមទូកទូចឬធំបងប្អូនអាចសួរផ្ទាល់ជាមួយបងនៅខាងនោះបានពេលចូលមកដល់សហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកនេះបងប្អូនអាចជិះទូកអុំចូលលេងតំបន់ព្រៃកោងកាងលិចទឹកនិងភូមិផងដែរសម្រាប់តម្លៃទូកអុំនេះជិះក្នុងម្នាក់ 12,000 រៀលនេះក៏ជាលើកទី1ដែលខ្ញុំបានមកលេងក្នុងសហគមន៍នេះទេសភាពធម្មជាតិព្រៃលិចទឹកធ្វើអារម្មណ៍ស្រស់ថ្លាសហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកនេះបានបង្កើតឡើងនៅក្នុងឆ្នាំ 2013 ដោយលោកមេឃុំកំពង់ភ្លុកនិងគណៈកម្មការសហគមន៍នេសាទហើយសហគមន៍នេះក៏ជាទីតាំងសំខាន់ទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមួយក្នុងប្រទេសកម្ពុជាយើងមកទស្សនាភូមិលិចទឹកនិងផ្ទះអណ្ដែតលើទឹកសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះកុំភ្លេចជួយ share ឲ្យបានច្រើនដើម្បីលើកស្ទួយវិស័យទេសចរក្នុងប្រទេសកម្ពុជាយើងឲ្យភ្ញៀវអន្តរជាតិគេបានឃើញហើយមកលេងដើម្បីលើកស្ទួយដល់វិស័យទេសចរខ្មែរយើងនិងធ្វើឲ្យប្រទេសយើងរីកចម្រើនអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like និង share វីដេអូនេះផងណាអរគុណសូមជម្រាបលាបាយបាយ